រឿងកំណើតសត្វរំពេចៅឈើយកំព្រាម្ដាយតាំងពីតូចគេរស់នៅជាមួយឪពុកលើកោះធំមួយកណ្ដាលសមុទ្រដោយប្រកបរបរស្រែចម្ការតែតាំងពីតូចដល់ធំដឹងក្ដីចៅឈើយធ្វើការតែពីរមុខប៉ុណ្ណោះគឺរកអុសនិងបង់សំណាញ់យកត្រីចំពោះការបំពេញការងារទាំងពីរមុខនោះចៅឈើយនៅតែមានអ្នកទៀតដោយមិនស្ដាប់ឪពុកទេនៅពេលឪពុកវាប្រើឲ្យទៅរកអុសចៅឈើយបែរជាទៅបង់សំណាញ់តែបើឪពុកឲ្យទៅបង់សំណាញ់ចៅឈើយបែរជាទៅរកអុសវិញហេតុនេះហើយបានជាឪពុកគេដាក់ឈ្មោះថាឈើយព្រោះវាតែងធ្វើរឹកឈើយដាក់ឪពុកជានិច្ចទោះបីជាឪពុកណែនាំកុំឲ្យរឹងទទឹងឬជេរស្ដីយ៉ាងណាក៏ដោយក៏ចៅឈើយមិនស្ដាប់តាមដែរពោលគឺនៅតែប្រព្រឹត្តផ្ទុយនឹងបំណងរបស់ឪពុករហូតនៅពេលចាស់ជរាឪពុកចៅឈើយបានផ្ដាំថាពេលពុកស្លាប់ទៅចូលកូនយកសពពុកទៅបោះចោលកណ្ដាលសមុទ្រគឺគុំកប់ក្រោមដើមរាំងភ្នំឲ្យសោះណាមួយខែក្រោយមកឪពុកចៅឈើយក៏ទទួលមរណភាពពេលនោះចៅឈើយមានការសោកស្ដាយយ៉ាងខ្លាំងចំពោះចិត្តមេនាដែលមិនបានបំពេញតាមបំណងរបស់ឪពុកហេតុនេះហើយគេក៏សម្រេចចិត្តបំពេញតាមបំណងរបស់ឪពុកគឺយកសពទៅចោលនៅកណ្ដាលសមុទ្រប៉ុន្តែនៅពេលយប់នោះស្រាប់តែឪពុកមកពន្យល់សពការពិតពុកចង់ឲ្យកូនយកសពទៅកប់ក្រោមដើមរាំងភ្នំទេចុះហេតុអ្វីបានជាកូនមិនធ្វើតាមទម្លាប់របស់កូនវិញពេលភ្ញាក់ដឹងខ្លួនចៅឈើយរឹតតែយំស្ដាយស្រណោះចំពោះអំពើមិនគប្បីដែលខ្លួនតែងប្រឆាំងនឹងសម្ដីឪពុកជានិច្ចពេលនោះចៅឈើយក៏ស្ទុះរត់ទៅរាវរកសពឪពុកដើម្បីយកមកកប់ក្រោមដើមរាំងភ្នំវិញប៉ុន្តែទោះបីជាចៅឈើយប្រឹងមុជរាវរកយ៉ាងណាក៏ដោយក៏រកមិនឃើញដែរចៅឈើយមុជរាវរករហូតដល់ហេវហត់ទន់ខ្លួនស្លាប់ក្នុងសមុទ្រនោះពេលដែលស្លាប់ទៅចៅឈើយបានកើតទៅជាសត្វស្លាបម្យ៉ាងដោយសារតែការស្ដាយក្រោយខ្លាំងពេកទោះបីកើតជាសត្វស្លាបក៏ដោយក៏នៅតែហិចហើរឆ្វែររកសពឪពុកបន្តទៀតដោយហេតុសត្វស្លាបនេះតែងហើររំពៃគយគុណរកមើលសពជារៀងរាល់ថ្ងៃទើបអ្នកស្រុកនាំគ្នាហៅសត្វនោះថារំពេរំពៃតែក្រោយមកក៏ហៅកាត់ខ្លីត្រឹមថារំពេរំពេតែប៉ុណ្ណោះហេតុដូច្នេះហើយបានជាយើងឃើញមានសត្វរំពេជាច្រើនហិចហើរនៅលើផ្ទៃសមុទ្ររហូតដល់សព្វថ្ងៃនេះចាសសូមអរគុណចំពោះការចំណាយពេលវេលាក្នុងការស្ដាប់រឿងសត្វរំពេ